គោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេមីអន្តរជាតិសម្រាប់ថ្ងៃទី16ខែមិថុនាឆ្នាំ2026ចឹងហាងឆេមីកាលពីថ្ងៃទី15មានការបើកទីផ្សារភ្លាមដាច់ gap តែម្ដងក្រោយពលមានកិច្ចព្រមព្រៀងរវាងអាមេរិកជាមួយអ៊ីរ៉ង់អញ្ចឹងទីផ្សារបើក gap ហើយដាច់ហើយឡើងទៅលើជា$150នៅក្នុងមួយអោនតាំងពីតំបន់4210ទៅចោលតំបន់4360នៅក្នុងមួយអោនអញ្ចឹងឥឡូវនេះព្រឹកនេះទីផ្សារមាន retracement ធ្លាក់ឲ្យវិញជាង40%មកដល់តំបន់$4310នៅក្នុងមួយអោនស្មើប្រហែលតម្លៃហាងឆេមីខ្មែរយើងគឺ$5192នៅក្នុងមួយតម្លឹងឬក៏$519នៅក្នុងមួយជីបាទអញ្ចឹងឥឡូវយើងចូលមកដល់ការវិភាគបច្ចេកទេសតំបន់រងចាំទិញលក់សម្រាប់ថ្ងៃនេះវិញម្ដងអញ្ចឹងបើយើងនិយាយអំពីទំនោរ trend របស់មាសបច្ចុប្បន្ននេះគឺ strong bullish momentum ក្រោយព័ត៌មានកិច្ចព្រមព្រៀងរវាងអាមេរិកជាមួយអ៊ីរ៉ង់អញ្ចឹងទីផ្សារបានឡើងមកលើតំបន់$4300នៅក្នុងមួយអោនអញ្ចឹងសម្រាប់ថ្ងៃនេះ daily bid របស់យើងគឺឡើងទៅលើអញ្ចឹងបងប្អូនអាចរងចាំទិញតំបន់ទី1គឺជាតំបន់ retracement 50% គឺតំបន់4270មកកាន់តំបន់4260អញ្ចឹងតំបន់នេះល្អនៅក្នុងការរងចាំទិញមែនតើអញ្ចឹងបងប្អូនអាចប្រើ stop loss ក្រោមតំបន់4255ឬក៏តំបន់4250គត់និងតំបន់ទិញទី2គឺជាតំបន់បិទ gap យើងវិញតែម្ដងគឺតំបន់ដែលផ្សារបានបើកពីព្រឹកថ្ងៃច័ន្ទនិងបិទនៅយប់ថ្ងៃសុក្រគឺតំបន់4220មកកាន់តំបន់4210ក្នុងករណីដែលទីផ្សារធ្លាក់មកដល់តំបន់នេះបងប្អូនអាចរងចាំទិញបាននិងប្រើ stop loss ក្រោមតំបន់4200តែម្ដងបាទពីព្រោះទីផ្សារអាចមក respect បិទ gap វិញនៅថ្ងៃសុក្រនិងព្រឹកថ្ងៃច័ន្ទអញ្ចឹងតំបន់ទិញចុងក្រោយរបស់យើងគឺតំបន់4180មកកាន់តំបន់4170អញ្ចឹងកន្លែងនេះគឺជា support and resistance កាលពីថ្ងៃសុក្រចឹងបងប្អូនអាចរងចាំទិញកន្លែងនេះបានហើយប្រើ stop loss ក្រោមតំបន់4170អាចជាតំបន់4165ឬក៏តំបន់4160គត់បាទសម្រាប់តំបន់លក់អញ្ចឹងយើងឃើញថាទីផ្សារពីម្សិលមិញនេះបានឡើងមកដល់តំបន់លក់យើងតែម្ដងគឺតំបន់$4360នៅក្នុងមួយអោនអញ្ចឹងថ្ងៃនេះតំបន់$4360ក្នុងមួយអោននេះយើងរៀនរំកិលឡើងទៅលើបន្តិចទៅលក់នៅតំបន់$4360ទៅកាន់តំបន់$4370ក្នុងមួយអោនហើយប្រើ stop loss លើតំបន់4375ឬក៏80តែម្ដងសម្រាប់បងប្អូនដែលលក់នៅថ្ងៃនេះហ្នឹងគឺជាតំបន់លក់ទី1របស់យើងហើយវាក៏នៅតែជា resistance strong មួយដែរពីព្រោះទីផ្សារបាន respect តំបន់នេះច្រើនគួរសមអញ្ចឹងកន្លែងនេះនៅតែអាចលក់បានប៉ុន្តែ take profit វិញក៏ខ្លីដូចគ្នាបងប្អូនអាចត្រឹមយក take profit ត្រឹមតែ4350ឬក៏តំបន់4340បានហើយព្រោះតំបន់នេះវាជាតំបន់ support resistance ហើយងាយនឹង break ទៅលើតែម្ដងចឹងតំបន់លក់ទី2គឺជាតំបន់4400មកកាន់តំបន់4410អញ្ចឹងតំបន់នេះគឺជា psychology level strong ហើយទីផ្សារមុននឹងឆ្លងវាត្រូវតែ respect តំបន់នេះអញ្ចឹងបងប្អូនអាចប្រើ stop loss លើតំបន់4115ឬក៏តំបន់4120ហើយ take profit យើងអាចយកមកដល់តំបន់4360វិញតែម្ដងបាទអញ្ចឹងតំបន់លក់ទី3ចុងក្រោយតែម្ដងគឺតំបន់$4470មកកាន់តំបន់$4480នេះគឺជា strong support resistance មួយដែរតំបន់នេះពេលដែលផ្សារធ្លាក់មកធ្លាប់ជា support and resistance អញ្ចឹងទីផ្សារឡើងទៅវិញវានឹង respect តំបន់នេះម្ដងទៀតបងប្អូនអាចលក់បានហើយដាក់ stop loss លើតំបន់4485ឬក៏តំបន់4490គត់ហើយ take profit របស់យើងអាចយក40លេខចុះមកក្រោមអញ្ចឹងតំបន់4430បងប្អូនអាចយកបានបាទសម្រាប់ take profit អញ្ចឹងទាំងអស់នេះគឺជាបច្ចេកទេសតំបន់រងចាំទិញលក់សម្រាប់ថ្ងៃនេះប៉ុន្តែបងប្អូនត្រូវតាមដានជាមួយនឹងព័ត៌មានទាន់ហេតុការណ៍ពាក់ព័ន្ធជាមួយនឹងសង្គ្រាមរវាងអាមេរិកជាមួយអ៊ីរ៉ង់បន្ថែមទៀតខ្លាចលោមានព្រឹត្តិការណ៍ថ្មីៗទីផ្សារនឹងមានការប្រែប្រួលខ្លាំងបាទអញ្ចឹងចុងក្រោយជូនពរបងប្អូនទាំងអស់គ្នាឲ្យជួយជំនួយចំណេញគ្រប់គ្នាសូមអរគុណ